សួស្តីអ្នកទាំងអស់គ្នាខ្ញុំរ៉ាហ្វីខ្ញុំមានរឿងមួយចង់យកមកសម្រាយហើយខ្ញុំដាក់ចំណងជើងជាភាសាខ្មែរថាប្រចាំលោហិតដែលនេះជាការសម្រាយរឿងលុតរបស់ខ្ញុំចង់មកខ្ញុំនិយាយខុសកន្លែងណាអីសម្រាប់អ្នកទាំងអស់គ្នាជួយអួយផ្ដល់ជាមតិដើម្បីស្ថាបនាខ្ញុំផងឥឡូវយើងចូលមកការសាច់រឿងខ្ញុំតាមដើមសាច់រឿងដំបូងហ្នឹងគេក៏បង្ហាញពីកន្លែងតំបន់មួយហើយក៏លើស្លេកបាត់ទ្វារក៏មានសម្លេងមនុស្សម្នាក់និយាយទៅកាន់ម្នាក់ទៀតថាមិនសាខ្ញុំបាននាំអំណោយមួយសម្រាប់បំបត្តិភាពអផ្សុករបស់លោកមិនសានៅពេលរាត្រីពេលនោះក៏លើស្លេងបរិម្នាក់និយាយថាមិនក៏ក្រណាមកខ្លាំងម្ល៉េះខ្ញុំរងចាំស្ទើរតែដេកលក់ទៅហើយនារីម្នាក់នោះក៏បានតទៅវិញថាសូមអត់ទោសឲ្យខ្ញុំផងលោកម្ចាស់ខ្ញុំព្យាយាមស្វែងរកមនុស្សដែលពិសេសស័ក្តិសមនៅអ្វីដែលលោកត្រូវការល្អណាស់ពេលនេះនាងឆាប់ចេញទៅចោះចាលោកម្ចាស់នាងក៏បានដើរចេញទៅហើយបានសល់ទុកតែគ្មានប្រុសម្នាក់ដែលមកជាមួយនាងមុននឹងនាងឧទ្វារនាងក៏និយាយថាខ្ញុំសង្ឃឹមថានេះគឺជារាត្រីដ៏អស្ចារ្យរបស់លោកម្ចាស់ខ្ញុំប្រាប់តែម្ដងទៅគ្មានប្រុសម្នាក់ហ្នឹងគឺជាទូបឋមរបស់យើងប៉ុន្តែគេបានប្រាប់ឯថាកូនស្រីរបស់យើងហ្នឹងជួអ្វីចង់ខ្ញុំសុំហៅថាកូនស្រីយ៉ាងទៅចាំមកកាសាច់រឿងយើងវិញនៅពេលនៅនារីម្នាក់នឹងចេញទៅបានលោកម្ចាស់ម្នាក់ហ្នឹងក៏បានមកកាន់កូនស្រីរបស់យើងក៏ជួបមកហើយនិយាយថាលើនេះរួចក៏ដើរមកកាន់កូនស្រីរបស់យើងហើយនិយាយថាឲ្យយើងមកបន្តិចមើលឯងស័ក្តិសមនឹងការរងចាំរបស់យើងដែរឬទេហើយលោកម្ចាស់ម្នាក់នោះក៏បានអន់ទឹកចិត្តកូនស្រីរបស់យើងក៏ទិញខ្សែដើម្បីដោះក្រណាត់ទុំខ្លួនរបស់កូនស្រីរបស់យើងចេញហើយក៏បង្ហាញនៅកូនស្រីរបស់យើងដែលដៃចាប់ច្រវាក់នឹងស្រង់ភ្នែកចឹងហើយតាលោកក៏បាននិយាយថាល្អណាស់មានស្នាមបន្តិចប៉ុន្តែរួចក៏លត់មកហើយក៏និយាយបន្តថាស្បែករបស់ឯងមើលទៅដូចជាទឹកដោះគោតែខ្មុំមិនចាំងហើយក៏ទិញកូនស្រីរបស់យើងមកចិត្តហើយក៏និយាយថាយើងចូលចិត្តស្បែកដែលតាក់ទាញនឹងខ្លួនរបស់ឯងរឿងតែមួយគាត់ឯងមិនទាន់មានគឺនិយាយរួចក៏យកធ្វើមរតករបស់កូនស្រីរបស់យើងហើយក៏ថាឈាមវានឹងធ្វើឲ្យរាងកាយរបស់ឯងដូចជាផ្កាដ៏ស្រស់ស្អាតស្អីរឿងក៏កាន់មកម្នាក់ម្នាក់ដែលកំពុងតែឈរនៅលើដំបូលនៃអគារមួយរួចក៏លើស្លេងបរិម្នាក់ហៅថាព្រះអម្ចាស់លេសាអាចនឹងមានសំឡេងរំខានទេតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចាំងត្រឡប់ចូលមកកាសាច់របស់យើងវិញពេលនោះលេសាក៏បានងាកទៅហើយក៏សួរថាអាវ៉ាត់តែមន្ត្រីម្នាក់នោះណាហើយគេក៏បានតបថាពួកយើងកំពុងរកគាត់ឧស្សាហ៍ទៅតំបន់ភ្លើងក្រហមដូច្នេះសបាជានៅកន្លែងណាមួយក្នុងតំបន់នេះពេលនោះរ៉េសាក់ក៏លន់មកថាតំបន់ភ្លើងក្រហមហើយគេក៏កាត់ទៅ7ឆ្នាំមុនកាលពី7ឆ្នាំមុនកន្លែងនេះគឺជាសង្កាត់ពាណិជ្ជកម្មដ៏អ៊ូអរមួយវាជាកន្លែងដ៏ស្រស់ស្អាតពោរពេញទៅដោយវត្ថុនិងវប្បធម៌នៃលោកខាងកើតនិងលោកខាងលិចប៉ុន្តែសង្គ្រាមមិនចេះចប់បានបង្កឲ្យមានបញ្ហាជាច្រើនអ្នកដែលបាត់បង់ផ្ទះចាប់ផ្ដើមរស់នៅតាមផ្លូវបុរសនិងស្ត្រីគ្មានទីពឹងចាប់ផ្ដើមធ្វើការនៅសង្កាត់ភ្លើងក្រហមនោះហើយជាមូលហេតុដែលយើងត្រូវបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតែទ្រង់ពិតជានឹងដាក់ទោសដល់សិទ្ធិម្នាក់នោះមែនទេគ្រួសាររបស់គាត់មានអំណាចណាស់ហើយយើងត្រូវការទីហ៊ានរបស់គាត់ដើម្បីឈ្នះសង្គ្រាមនេះគាត់ជាប្រភេទមនុស្សដែលអាក្រក់បំផុតប៉ុន្តែនៅពេលនេះគាត់កំពុងដើរតួយ៉ាងសំខាន់ក្នុងសមរភូមិនេះដូច្នេះពួកយើងគួរផ្ដល់ការណែនាំខ្លះដល់គាត់រ៉េសាក់ងាកមកហើយនិយាយថាបើសិនជាបណ្ដោយឲ្យជនមានអំណាចធ្វើបាបអ្នកទុនខ្សែបង្ករឿងទុច្ចរិតហើយមិនទទួលការដាក់ទោសសង្គមជាតិនេះនឹងគ្មានសណ្ដាប់ធ្នាប់ទេមិនត្រូវឲ្យជនស្លូតត្រង់ណាម្នាក់ត្រូវទទួលរងគ្រោះបែបនេះទេសូម្បីតែកូនទេសកលក៏ដោយខ្ញុំបានលើថាគាត់តែងតែធ្វើវិញញឹកញាប់សុទ្ធតែជាអំពើទុច្ចរិតអីទេដូច្នេះខ្ញុំនឹងត្រឡប់ទៅវិញនិងព្យាយាមស្វែងរកម្ដងទៀតចាំបន្តិចយប់នេះខ្ញុំនឹងចូលរួមជាមួយលោកដែរអាវ៉ាត់តបអញ្ចឹងខ្ញុំនឹងក៏ប្រជុំអ្នកសេនាទាំងអស់នៅតំបន់នេះក្រៅពីខ្ញុំមានអ្នកការពារ3អ្នកប៉ុណ្ណោះទេមិនចាំបាច់ទេខ្ញុំមិនត្រូវការអ្នកការពារទេពួកយើងនឹងធ្វើការជាសម្ងាត់អាវ៉ាត់ដាក់បណ្ដាក៏កាត់បណ្ដាសិទ្ធិម្នាក់នោះនឹងសោយធំហើយបរិជាច្រើនមកពីគ្រួសារដែលមានអំណាចតែងតែជិះជាន់លើជនស្លូតត្រង់ប៉ុន្តែព្រះអង្គម្ចាស់លេសាបានកាត់មកដើម្បីជួយសង្គ្រោះជនទុនខ្សោយដែលត្រូវធ្វើបាបដោយសិទ្ធិនិងជនទុច្ចរិតដទៃទៀតលេសាក៏បាននិយាយពួកគេទាំងអស់នៅទីនោះកន្លែងទៅមកខាងនេះយើងក៏ឃើញបរិប3នាក់ដែលបរិនៅក្រៅគេនោះឈ្មោះថាអ៊ីតក្រេបរិអង្គុយកាន់ដើរនោះមានឈ្មោះថាខារ៉ូនិងបរិដែលកំពុងនិយាយនោះឈ្មោះថាខេត្រេគាត់កំពុងតែនិយាយថាពួកយើងគិតថានឹងបានសម្រាកយូរបន្តិចហើយតើពេលលេសាក់ទៅដល់ខារ៉ូក៏បាននិយាយថាតើព្រះអង្គម្ចាស់មានកិច្ចការអ្វីឲ្យពួកខ្ញុំធ្វើមែនទេសាក់គាត់ក៏បានតបថាខ្ញុំចង់ស្វែងរកតំបន់អាតូរ៉ាន់ហើយខេត្រេក៏បានងាកទៅសួរអាវ៉ាត់អញ្ចឹងអាវ៉ាត់លោកនឹងទៅជាមួយព្រះអង្គម្ចាស់មែនទេអាវ៉ាត់ក៏បានងក់ក្បាលពេលនោះក៏មានអពពីលេសាក់ព្រះអង្គម្ចាស់លេសាក់នៃចក្រភពអ៊ីម៉ូឌីមទ្រង់ជាមនុស្សអស្ចារ្យនិងជាបរិយុទ្ធធម៌ម្នាក់ប៉ុន្តែនៅពេលដែលទ្រង់ខឹងភាពខុសខើរបស់ទ្រង់គឺគ្មានព្រំដែនអាវ៉ាត់ក៏បានគិតថាខ្ញុំមិនដែលមានបទពិសោធន៍ធ្លាប់ទទួលបានការដាក់ទោសពីទ្រង់ទេប៉ុន្តែការដាក់ទោសរបស់ទ្រង់វេទនាជាងការស្លាប់ទៅទៀតខ្ញុំមិនហ៊ានស្រមៃទេពេលនោះយើងក៏លើកស្លែងវាយហើយគេក៏កាត់មកកាន់កូនស្រីរបស់យើងដែលត្រូវតានោះវាយឡើងទ្រោមពេញខ្លួនហើយក៏សួរថាយ៉ាងម៉េចដែរ
យើងមិនជឿថាឯងមិនស្រែកយំសំបីតែម្ដងនោះទេតែយើងបង្ហាញក្តីស្រឡាញ់ចំពោះឯងមិនតាន់គ្រប់គ្រាន់មែនទេតែឯងបង្ហាញក្តីស្រឡាញ់មិនតាន់គ្រប់គ្រាន់ប៉ុន្តែសុទ្ធតែមុំគ្រប់គ្រាន់ទេមិនងាប់កូនខ្ញុំបាត់ទេតោះចូលមកកាសរឿងរបស់យើងវិញពេលនោះកូនស្រីរបស់យើងបានលឹកជើងតានោះហើយតានោះក៏ភ្ញាក់ផ្អើលក៏និយាយថាល្អណាស់ទីបំផុតឯងក៏ធ្វើឲ្យយើងមានអារម្មណ៍ថារំភើបបន្តិចហើយរួចក៏លើកបោះកូនស្រីរបស់យើងទៅលើក្រែរួមទាំងនិយាយថាយើងនឹងធ្វើឲ្យឯងស្រែករហូតផ្អើលគេតែម្ដងហើយពេលនោះអាតានឹងក៏បានសួរកូនស្រីរបស់យើងថាឥឡូវហ្នឹងកូនស្រីរបស់យើងពងអៀនមែនហើយវានិយាយទាំងសោចទៀតថាឯងគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែឯងគួរតែយកដៃចេញទាំងពីរទៅរួចវាក៏ទិញក្រណាត់រំផ្លែចេញពីកូនស្រីរបស់យើងហើយនិយាយថាដូច្នេះយើងអាចមើលឃើញទឹកមុខឯងយំយ៉ាងច្បាស់តានោះក៏ភ្ញាក់ផ្អើលថាអូហើយគាត់ក៏និយាយថាម៉ែអាស្អាតហើយពេលនោះកូនស្រីរបស់យើងក៏ឡើងទៅលើតានោះវិញហើយតានោះក៏បាននិយាយថាយើងមិនស្គាល់ទេហើយវាបានជាស្រីម្នាក់នោះអួតពីឯងច្រើនយ៉ាងនេះពេលនោះតាមអ្នកនោះក៏បានសម្លឹងទៅកែវភ្នែករបស់កូនស្រីយើងតែភ្ញាក់ផ្អើលព្រោះកែវភ្នែកពិតសម្បត្តិដ៏ស្រស់ស្អាតរបស់កូនស្រីយើងក៏បានលោតបដូរទៅជាកែវភ្នែកដូចជាសត្វពស់អញ្ចឹងហើយ admin ក៏ចង់ប្រាប់ថា EP 1របស់យើងបានចប់ហើយចង់ចាំទស្សនានៅ EP 2បន្តទៀតតែកុំភ្លេចជួយចុច like subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យ channel មានម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ admin ហើយក៏សូមអភ័យទោសចំពោះសម្លេងណាដែលសារតែ admin voice តាមទូរស័ព្ទឲ្យផ្ទាល់ចង់វារៀងមកសម្លេងរំខានច្រើនតិចហើយ Okay love you bye